Y កាលណាដែលវាដើរតួជាព្យញ្ជនៈវាស្មើនឹងអក្សរយោកាលណាដែលវាដើរតួជាស្រៈវាស្មើនឹងស្រៈ E ឬក៏ I ចាវាស្មើនឹងពីរស្រៈនេះចាសំឡេងរបស់វាគឺយចាសម្រាប់ឧទាហរណ៍ទាំងអស់គ្នាដូចពាក្យថាយោយោនេះគឺយើងប្រែថាប្រដាប់ក្មេងលេងចាពាក្យថាយោនឹងផ្សំឡើងដោយអក្សរ Y The kids like to play yo-yo ចាក្មេងៗចូលចិត្តលេងយោចារបស់លេងហ្នឹងគឺឈ្មោះយោឬក៏ថាយើងអាចបកប្រែថាប្រដាប់ក្មេងលេងចាពាក្យថា try ហ្នឹងគឺវាផ្សំឡើងដោយYនេះដែរប៉ុន្តែYនេះវាដើរតួជាស្រៈម្ដងវាអត់មានដើរតួជាព្យញ្ជនៈដូចពាក្យយោអំបញ្ញមិញទេវាដើរតួជាស្រៈចឹងដូចពាក្យ try នេះគឺប្រែថាព្យាយាមចាចឹងកាលណាដែលយើងបង្កប់ TR សំឡេងរបស់វាគឺ tr ចឹង Y នេះវាមានសំឡេងពីរសំឡេង E ហើយនិង I ចឹងនៅក្នុងនេះវាដើរតួជាស្រៈ I try ចឹងប្រែថាព្យាយាមចា I try to do my homework ខ្ញុំព្យាយាមធ្វើកិច្ចការងារសាលារបស់ខ្ញុំជម្រាបសួរបងប្អូនប្រិយមិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាវិលមកជួបអ្នកគ្រូទៀតហើយចាថ្ងៃនេះអ្នកគ្រូនឹងបន្តមេរៀនរបស់យើងដែលទាក់ទងទៅនឹងសំឡេងភាសាអង់គ្លេសអក្សរ T រហូតដល់អក្សរ Z ចាអញ្ចឹងថ្ងៃមុនអ្នកគ្រូបានបង្រៀនមេរៀនរួចហើយអំពីអក្សរ S ថ្ងៃនេះអ្នកគ្រូនឹងបន្តមេរៀនបន្តទៀតពីអក្សរ T រហូតដល់អក្សរ Z ចាឲ្យខាត់ពេលយូរឥឡូវមករៀនជាមួយអ្នកគ្រូទាំងអស់គ្នាអក្សរ T នេះវាស្មើនឹងអក្សរថថតចាវាស្មើនឹង3អក្សរចានេះគឺជាឈ្មោះអក្សរ T អក្សរ T ធំហើយនិងអក្សរ T តូចចាអញ្ចឹងសំឡេងរបស់វាគឺthសំឡេងរបស់អក្សរ T ចាអញ្ចឹងឧទាហរណ៍ដូចពាក្យ tall ចាពាក្យថា tall នេះគឺប្រែថាខ្ពស់ចា tall នោះគឺផ្ដើមដោយអក្សរ T ចាឧទាហរណ៍ My dad is so tall ប៉ារបស់ខ្ញុំខ្ពស់ណាស់ចាអញ្ចឹងនៅក្នុងប្រយោគនេះគឺចង់រំលេចពាក្យ tall នេះឲ្យបងប្អូនបានដឹងអំពីអក្សរ T គឺពាក្យ tall នេះគឺផ្ដើមឡើងដោយអក្សរ T ចាយើងចូលដល់អក្សរបន្ទាប់ទៀតគឺអក្សរ U ចាអក្សរ U នេះវាគឺជាស្រៈចាបងប្អូនដឹងហើយថាស្រៈនៅក្នុងភាសាអង់គ្លេសវាមាន5តួវាមាន A E I O ហើយនិង U ចា U នេះវាគឺជាស្រៈវាស្មើនឹងស្រៈឧឬក៏ស្រៈអ៊ូចាអញ្ចឹងនេះគឺជា U ធំហើយនិង U តូចចាឈ្មោះអក្សរ U ចាវាស្មើនឹងស្រៈឧស្រៈអ៊ូសំឡេងរបស់វាគឺអចាឧទាហរណ៍ពាក្យថា put ចាពាក្យថា put នេះគឺវាផ្សំឡើងដោយ U នេះចា U នេះវាគឺជាស្រៈអញ្ចឹងកាលណាដែលយើងប្រកប U ស្មើនឹងឧឬក៏អ៊ូតែនៅក្នុងពាក្យនេះ put នេះយើងប្រកបជាមួយនឹងឧ put ប្រែថាដាក់ចាឧទាហរណ៍ថាខ្ញុំ I put my bag on the table ចាខ្ញុំដាក់កាបូបរបស់ខ្ញុំនៅលើតុអក្សរ V នេះវាស្មើនឹងអក្សរ V ឬក៏ហជើង V ចានេះគឺជាឈ្មោះអក្សរ V ហើយវាគឺជា V ធំហើយនិង V តូចចាសំឡេងរបស់វាគឺ V ឬពាក្យ waste ប្រែថាថូអញ្ចឹងពាក្យថា waste នេះគឺប្រែថាថូវាផ្ដើមដោយអក្សរ V ចាអញ្ចឹងកាលណាដែលយើងបង្កប់ waste ប្រែថាថូចាឧទាហរណ៍ that waste is on the table ចាថូផ្កាគឺនៅលើតុទៅដល់អក្សរបន្ទាប់ទៀតគឺអក្សរ W ចា W នឹងវាស្មើនឹងអក្សរ V ឬក៏
wo សម្រាប់ពីរចាចឹងសំឡេងរបស់វាគឺ work ដូចគ្នាដែរចា work ដូច V នឹងដែរចាហើយនេះគឺជា W ធំហើយនឹង W តូចចាយើងចូលពាក្យ water យើងអានថា water ឬក៏មួយទៀត water ចាចឹងពាក្យថា water នឹងប្រែថាទឹកចាឧទាហរណ៍ I drink water ឬក៏ I drink water ខ្ញុំផឹកទឹកចាអក្សរបន្ទាប់នេះគឺ X ចា X នេះគឺវាស្មើនឹងអក្សរកជើងសចាសំឡេងរបស់វាគឺ X ឧទាហរណ៍គឺ exam ចា exam នេះគឺយើងប្រែថាប្រឡងអញ្ចឹងពាក្យថា exam នេះគឺវាផ្សំឡើងដោយអក្សរ X នេះចាអញ្ចឹងយើងចូលមើលឧទាហរណ៍ទាំងអស់គ្នាគឺ he passed the exam ចាមានន័យថាគាត់បានប្រឡងជាប់ចាអញ្ចឹងពាក្យថា exam នឹងហើយគឺចង់រំលេចឲ្យបងប្អូនយល់ដឹងអំពីអក្សរ X នេះចាអក្សរ Y ចាកាលណាដែលវាដើរតួជាព្យញ្ជនៈវាស្មើនឹងអក្សរយោកាលណាដែលវាដើរតួជាស្រៈវាស្មើនឹងស្រៈ E ឬក៏ I ចាវាស្មើនឹងពីរស្រៈនេះចាសំឡេងរបស់វាគឺយៈចាសម្រាប់ឧទាហរណ៍ទាំងអស់គ្នាដូចពាក្យថាយោ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 នេះគឺយើងប្រែថាប្រដាប់ក្មេងលេងចាពាក្យថាយោយោនឹងផ្សំឡើងដោយអក្សរ Y ចាចឹងយើងចូលមើលឧទាហរណ៍ទាំងអស់គ្នាគឺ the kids like to play yo-yo ចាក្មេងៗចូលចិត្តលេងយោយោចារបស់លេងហ្នឹងគឺឈ្មោះយោយោឬក៏ថាយើងអាចបកប្រែថាប្រដាប់ក្មេងលេងចាពាក្យថា try ចាពាក្យថា try នេះគឺវាផ្សំឡើងដោយ y នេះដែរប៉ុន្តែ y នេះវាដើរតួជាស្រៈម្ដងវាអត់មានដើរតួជាព្យញ្ជនៈដូចពាក្យយោយោអំបញ្ញមិញទេវាដើរតួជាស្រៈអញ្ចឹងដូចពាក្យ try នេះគឺប្រែថាព្យាយាមចាអញ្ចឹងកាលណាដែលយើងប្រកប tr សំឡេងរបស់វាគឺ tr អញ្ចឹង y នេះវាមានសំឡេងពីរសំឡេង e ហើយនិង i អញ្ចឹងនៅក្នុងនេះវាដើរតួជាស្រៈ I try try អញ្ចឹងប្រែថាព្យាយាមចាអញ្ចឹងយើងចូលមើលឧទាហរណ៍ I try to do my homework ចាអញ្ចឹងមានន័យថាខ្ញុំព្យាយាមធ្វើកិច្ចការងារសាលារបស់ខ្ញុំអក្សរ Z ចា Z ឬក៏ Z យើងអាចអានបានបែបហ្នឹងចាវាស្មើនឹងហជើងសចាអញ្ចឹងវានេះគឺជាអក្សរ Z ធំនេះគឺ Z តូចឬក៏ Z ធំ Z តូចចាសំឡេងរបស់វាគឺ Z ចាយើងអាចបញ្ចេញសំឡេងបែបហ្នឹង Z ចាអញ្ចឹងយើងចូលមើលឧទាហរណ៍គឺពាក្យថា zoo ចា zoo នេះគឺប្រែថាសួនសត្វចា zoo នេះគឺវាផ្សំឡើងដោយអក្សរ Z នេះឯងចាអញ្ចឹងកាលណាដែលយើងប្រកបចា Z សំឡេង Z double O នេះសំឡេងរបស់វាគឺ U វាស្មើនឹងស្រៈ U កន្លែងទៅនេះ zoo Z U zoo ប្រែថាសួនសត្វចាចំណែកឯឧទាហរណ៍ I see the zebra in the zoo ចាខ្ញុំឃើញសត្វសេះបង្កង់នៅក្នុងសួនសត្វចាពាក្យថា zebra នេះក៏វាផ្ដើមដោយអក្សរ Z នេះដូចគ្នាដែរ zoo នេះក៏ផ្ដើមដោយអក្សរ Z នេះដែរចាអញ្ចឹង I see the zebra in the zoo ចាខ្ញុំឃើញសត្វសេះបង្កង់នៅក្នុងសួនសត្វចា